បាក់សីប្រមាញ់មួយប្រភេទដែលមានឈ្មោះថា Red Tail Hawk វាគឺជាបាក់សីប្រមាញ់ដ៏ល្បីល្បាញមួយនៅតំបន់អាមេរិកខាងជើងហើយវាត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារតែកន្ទុយពណ៌ក្រហមត្នោតដ៏ស្រស់ស្អាតរបស់វាដែលជាលក្ខណៈពិសេសសំខាន់បំផុតរបស់វាចំពោះបាក់សីប្រមាញ់ប្រភេទនេះគឺមានភាពវៃឆ្លាតខ្លាំងក្លានិងជាអ្នកប្រមាញ់ដ៏មានប្រសិទ្ធភាពខ្ពស់នៅក្នុងធម្មជាតិ Red Tail Hawk គឺមានទំហំមធ្យមទៅធំប្រវែងរបស់វាគឺប្រហែល45ទៅ65សង់ទីម៉ែត្រនិងស្លាបរបស់វាគឺអាចលាតសន្ធឹងបានរហូតជាង 1.2 ម៉ែត្ររាងកាយរបស់វាគឺរឹងមាំប្រញាំជើងមុតស្រួចនៅចំពោះកោងខ្លាំងដែលធ្វើឲ្យវាងាយស្រួលក្នុងការចាប់សត្វបានយ៉ាងរហ័សពណ៌រោមរបស់វាភាគច្រើនគឺមានពណ៌ត្នោតចម្រុះសនិងពោះមានស្នាមពណ៌ខ្មៅបន្តិចបន្តិចកន្ទុយរបស់វាគឺមានពណ៌ក្រហមហើយយើងអាចមើលឃើញវាបានច្បាស់បំផុតនៅពេលដែលវាហោះហើរនៅលើមេឃចំពោះបាក់សីប្រមាញ់ប្រភេទនេះគឺតែងតែរស់នៅតាមតំបន់ភ្នំវាស្មៅនិងតំបន់កសិកម្មនិងជាយទីក្រុងផងដែរវាគឺចូលចិត្តឈរនៅលើកន្លែងខ្ពស់ៗដូចជាដើមឈើឬបង្គោលភ្លើងដើម្បីសង្កេតមើលសត្វព្រៃនៅខាងក្រោមនៅពេលដែលវាឃើញចំណីអាហារវានឹងហោះចុះយ៉ាងលឿននិងប្រើក្រញាំជើងរបស់វាដើម្បីចាប់សត្វភ្លាមៗចំណុចសំខាន់របស់ Red Tail Hawk រួមមានដូចជាកណ្ដុរទន្សាយតូចៗបាក់សីតូចៗពស់និងសត្វល្មូនផ្សេងៗទៀតវាជួយគ្រប់គ្រងចំនួនសត្វកណ្ដុរនិងសត្វល្អិតមួយចំនួននៅក្នុងធម្មជាតិដូច្នេះវាមានតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី Red Tail Hawk គឺមានភ្នែកមុតខ្លាំងណាស់វាអាចមើលឃើញចំណីពីចម្ងាយរាប់រយម៉ែត្រការហោះហើររបស់វាគឺមានភាពស្ងប់ស្ងាត់និងអស្ចារ្យបំផុតដោយវាអាចទ្រាំទ្រនឹងខ្យល់ក្តៅដើម្បីឡើងទៅលើទីខ្ពស់ដោយមិនចាំបាច់បក់ស្លាបជាញឹកញាប់សម្លេងរបស់វាស្រួចនិងខ្លាំងដែលជាញឹកញាប់ត្រូវបានគេយកទៅប្រើនៅក្នុងខ្សែភាពយន្តដើម្បីតំណាងឲ្យសត្វបាក់សីប្រមាញ់នៅក្នុងការបន្តពូជរបស់បាក់សីប្រមាញ់ប្រភេទនេះគឺវាតែងតែសាងសង់សម្បុកធំៗនៅលើដើមឈើខ្ពស់ឬក៏ច្រាំងថ្មបាក់សីញីគឺអាចដាក់ពងប្រហែល1ទៅ3គ្រាប់ហើយមេបារបស់វាគឺតែងតែជួយថែរក្សាកូនរបស់វារហូតដល់កូនរបស់វាអាចហោះហើរដល់ខ្លួនឯងបាន Red Tail Hawk គឺត្រូវបានគេចាត់ទុកថាជាបាក់សីប្រមាញ់ដ៏អស្ចារ្យមួយព្រោះវាមានកម្លាំងភាពអត់ធ្មត់និងជំនាញប្រមាញ់ខ្ពស់ហើយវាក៏ជានិមិត្តរូបនៃសេរីភាពនិងអំណាចនៅលើមេឃផងដែរហើយវាក៏ជាបាក់សីដែលអ្នកស្រឡាញ់ធម្មជាតិជាច្រើនចូលចិត្តមើលវាផងដែរ Please subscribe my YouTube channel